ស្វាគមន៍អ្នកក៏និយមគ្រប់ក្នុងគ្រប់បាទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាយរឿងបល្ល័ង្កត្រាអធិរាជភាគទី89ដែលជាភាគបន្តរបស់យើងសាច់រឿងចាប់ផ្ដើមឡើងដោយឡងហៅឈិនសួរទៅកាន់ព្រឹទ្ធាចារ្យតើតើជាមួយនឹងរឿងដែលឲ្យគាត់ជាមួយនឹងឆៃអើចូលទៅក្នុងឋានសួគ៌នៃសុបិនហើយអ្វីបានជាមិនឲ្យនៅអ្នកខ្លាំងជាងនេះទៀតចូលទៅព្រឹទ្ធាចារ្យក៏បានប្រាប់ថាក៏ដោយសារតែមាននៅការរារាំងឋានសួគ៌នៃសុបិនមិនអនុញ្ញាតឲ្យជើងខ្លាំងដែលមាននៅកម្រិតលើសពី7ឡើងចូលទៅនោះទេហើយដើម្បីអាចធានាបានថាពួកមនុស្សក៏នឹងទទួលបាននូវឱកាសច្រើនដើម្បីការឈ្នះអញ្ចឹងក្រៅពីអ្នកទាំងពីរគាត់ក៏បានរៀបចំនៅជើងខ្លាំងទាំង8ទៀតដែលពួកគេម្នាក់ៗគឺសុទ្ធតែជាដំណាក់កាលកំពូលនៃកម្រិតទី6ដូចជាអ្វីដែលអ្នកក្លាហានទាំងអស់គ្នាបានឃើញនៅក្នុងនេះក៏មាននៅមេតបសៀវទូផងដែរក៏ដូចជាថ្នាក់ដឹកនាំដាច់យ៉ៃម្នាក់ដែលធ្លាប់ជួបជាមួយនឹងឡងហៅឈិនកាលពីមុនពួកគេម្នាក់ៗសម្បូរទៅដោយបទពិសោធន៍ក៏ដូចជាសមត្ថភាពនៅក្នុងការប្រយុទ្ធលើសពីមនុស្សសាមញ្ញធម្មតាហើយទាំង10នាក់គឺនឹងត្រូវបានបង្កើតជាក្រុមអ្នកចំនួនក្រោយវ័យក្មេងដែលខ្លាំងជាងគេសម្រាប់មនុស្សលោកចូលទៅដល់ឋានសួគ៌នៃសបិនហើយគឺត្រូវតែប្រយុទ្ធជាមួយនឹងពពួកបិសាចហើយមិនថាបើទោះបីជាគេមាននៅកំណត់អាក្រក់អ្វីទៅលើឋានសួគ៌នៃសបិនក៏ដូចជាចង់បាននៅអ្វីនោះទេពួកយើងចាំបាច់ត្រូវតែខាត់ពួកគេមិនអាចឲ្យយកទៅបានសាច់រឿងរបស់យើងកាត់ទៅដល់ថ្ងៃថ្មីព្រមទាំងទីតាំងមួយដែលវាក៏ប្រហែលជាច្រាក់ចូលឋានសួគ៌នៃសបិនយើងក៏បានឃើញឡងហៅឈិនជាមួយនឹងឆៃអែបានមកដល់មុនគេរួចហើយឃើញថាអ្នកដទៃទៀតក៏បានមកដល់មើលពីចម្ងាយគេយល់ថាវាគឺពិតជាសាមញ្ញខ្លាំងណាស់ហៅឈិនជាមួយនឹងឆៃអែឃើញចឹងក៏បានធ្វើការគោរពអ្នកទាំងអស់គ្នាក៏បានគោរពតាមស្ទាយរៀងខ្លួនអ្នកកំឡោះម្នាក់នេះក៏ឆ្ងល់មែនទែនថាហេតុអ្វីបានជាថ្នាក់លើបញ្ជូននៃជើងខ្លាំង level 6ដែលគឺជាមន់ថ្មីចូលទៅក្នុងឋានសួគ៌នៃសបិនចឹងស្របគ្នានោះក៏ស្ដាប់តែថ្នាក់ដឹកនាំដាច់យ៉ៃដើរចូលមកព្រោះតែគេខ្លាំងហ្នឹងហើយគ្រប់គ្នាក៏បានគោរពហៅថាលបងហ្វាងចាងហ្វាងជាមួយនឹងហៅឈិនក៏បានរាក់ទាក់គ្នាដែលហៅឈិនហៅគាត់ថាគឺជាថ្នាក់ដឹកនាំចាងហើយគាត់ក៏បានហៅឈិនវិញថាគឺជាថ្នាក់ដឹកនាំឡងចាយម្នាក់នោះការបើឃើញនៅអាកប្បកិរិយារបស់លបងហ្វានរាក់ទាក់ទៅកាន់ហៅឈិនបែបនេះគឺពិតជាងើងឆ្ងល់មែនទែនព្រោះថាលបងហ្វានពីមុនមកគឺមិនសូវជួយចិត្តគួរសមចឹងនោះទេតែគេគឺជាអ្នកណាទៅស្របគ្នានោះផងដែរយើងក៏បានលើនៅសំឡេងសេះព្រមទាំងទ័ពមួយក្រុមបានមកដល់ក៏ដូចជាមេទ័ពប្រាប់ឲ្យពួកគេរៀបចំក្បួននៅទីនេះម្នាក់នោះផងដែរក៏ជាមេទ័ពស៊ីវទូម្នាក់ឃើញចឹងគឺពិតជាសប្បាយចិត្តមែនទែនថាលើកនេះមេទ័ពស៊ីវទូចូលរួមដោយផ្ទាល់ចាំមើលថាតើពពុះបិសាចហ៊ានក្អេងក្អាងទៀតទេអ្នកកំឡោះនោះក៏និយាយទៀតហើយថាអើយមេទ័ពស៊ីវទូក៏នៅតែចិត្តត្រជាក់មិនចេះខ្វល់ជាមួយនឹងអ្នកណាដដែលតែលើកនេះមិនដូចមុននោះទេគ្រាន់តែបានឃើញហៅឈិនភ្លាមក៏ប្រញាប់ហៅថាបងអូនឡងចុះមកនិយាយថាសម្បីតែឯងក៏ចូលរួមដែរក្រុមរបស់ពួកយើងដែលចូលលើកនេះគឺច្បាស់ជាខ្លាំងហៅឈិនក៏បានគោរពថាខានជួបគ្នាយូរហើយអ្នកកំឡោះយើងក៏អេះក្បាលទៀតហើយថាមេទ័ពស៊ីវទូចេះនិយាយជាមួយនឹងគេមុនទៀតហើយឡងហៅឈិនរបស់យើងក៏បានប្រកល់នៅកំបិតឲ្យទៅគាត់វិញស៊ីវទូឃើញហើយក៏បានអរគុណបងអូនប្រុសព្រមទាំងសម្ដែងនៅការគោរពជាហេតុធ្វើឲ្យគ្រប់គ្នាឃើញចឹងកៀងតែម្ដងមិនត្រឹមតែប៉ុណ្ណឹងនោះទេស៊ីវទូបានអៀកកោបញ្ចេញនៅផ្លែប៉ោមួយឲ្យហៅឈិនប្រញាប់ញ៉ាំភ្លាមតែកុំគួរសមអីរួចសោកយ៉ាងសប្បាយចិត្តម្នាក់ចាប់ដើមឆ្ងល់ថាចូលមកតើគេម្នាក់នោះគឺជាអ្នកណាទៅម្នាក់ទៀតប្រាប់ថាឆ្ងល់ហេតុអ្វីបានជាមិនសួរអ្នកកំឡោះយើងក៏ចាប់ដើមសួរហើយទៅកាន់លបងហ្វាងក៏ដូចជាមេទ័ពស៊ីវទូថាពួកលបងស្គាល់អ្នកទាំងពីរនេះដែរមែនទេស៊ីវទូក៏បានណែនាំថានេះគឺជាមិត្តល្អរបស់ខ្ញុំអប្អូនឡងហើយនឹងគ្រប់គ្នាកំពុងចាំស្ដាប់ហើយជាក់ស្ដែងគាត់ដឹងថាឆៃអែមានទំនាក់ទំនងល្អជាមួយនឹងហៅឈិនក៏ប៉ុន្តែភ្លេចឈ្មោះបាត់ទៅហើយឆៃអែក៏បានណែនាំខ្លួនស៊ីវទូក៏ប្រញាប់ថាអូត្រូវហើយគឺជាអ្នកនាងឆៃអែអ្នកកំឡោះយើងក៏ភ្ញាក់ផ្អើលទៀតហើយក៏ដូចជាមិនដឹងពីឈ្មោះរបស់គេហើយដូច្នេះក៏បានតែណែនាំខ្លួនមុនថាគឺជាឈွန်យ៉ាងរីករាយណាស់ដែលបានស្គាល់ហើយឈិនរបស់យើងក៏បានរាក់ទាក់ទៅវិញថាខ្ញុំគឺជាឡងហៅឈិនសូមជួយណែនាំផងគ្រប់គ្នាឮហើយក៏កៀងម្ដងទៀតអ្នកកំឡោះយើងក៏ថាឯងគឺជាឡងហៅឈិនមិនមែនជាម្នាក់នោះទេមែនទេមេតបសេទូក៏បានចាប់ដៃហៅឈិនឡើងប្រាប់ថាគឺពិតជាត្រឹមត្រូវគេគឺជាវីរបុរសជួយសង្គ្រោះទៅដល់បន្ទាយយ៉ាងណាទាំងមូលឡងហៅឈិនគ្រប់គ្នាក៏បានឮដូច្នេះក៏ប្រញាប់រត់ទៅរកភ្លាមតែម្ដងថាតាមពិតទៅគឺជាឡងហៅឈិនសោះហើយដូច្នេះហើយទៅបានជាអាចធ្វើឲ្យមេតបសេទូរាក់ទាក់ដំឡឹងព្រមទាំងណែនាំខ្លួនថាសងប៉ានអាចហៅគេបានថាពូថៅម្នាក់ទៀតក៏ណែនាំខ្លួនថាគឺជាមនុស្សជើងរោថាហៅឈិនគឺស្គមជាងអ្វីដែលគាត់គិតទៅទៀតហើយបើសិនជាមានពេលពួកគេគឺនឹងជជែកគ្នាលេងចែម្នាក់ក៏គិតហើយថាឈ្មោះឡងហៅឈិននេះនាងធ្លាប់តែគិតថាគេជាមនុស្សប្រុសវ័យចំណាស់អស់អាចគួរឲ្យតាក់ទាញតែមិននឹកស្មានថាគេគឺជាប្អូនប្រុសម្នាក់អញ្ចឹងតទៅសោះសួរទៀតថាតើនេះគឺជាមិត្តស្រីរបស់ឯងមែនទេគឺពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់រួចណែនាំខ្លួនព្រមទាំងឲ្យហៅឈិនជួយណែនាំផងហៅឈិនរបស់យើងក៏បាននិយាយនៅពាក្យនេះដូចគ្នាអ្នកកំឡោះអាយក្រហមនេះគឺមានឈ្មោះថាហ្វៃហងនារីដ៏ស្រស់ស្អាតនេះវិញគឺជាម្រេចជួងតូចហើយជាក់ស្ដែងរឿងពេលខ្លះគេបកប្រែឈ្មោះអញ្ចឹងចប់ហើយស្ដាប់ចិត្តមិនបាននោះទេមិនដឹងតែឈ្មោះអីហើយហៅឈិនរហស្សនាមរបស់គាត់គឺត្រូវបានគេហៅថា Legend ស្ដាប់ឮដូច្នេះហៅឈិនក៏មិនហ៊ានទទួលនោះដែរស៊ីវទូក៏ស្ងើចសរសើរថាបានសម្លាប់នៅបិសាចដែលមាននៅ level 8ហើយបែរជាធ្វើដូចធម្មតាទៅវិញបងអូនគឺជាមនុស្សតែម្នាក់ដែលអាចធ្វើបានក្នុងទ្វីបនេះទាំងមូលណាម្នាក់បានសរសើរថាគឺពិតជាអស្ចារ្យស្របគ្នានោះព្រឹទ្ធាចារ្យក៏បានមកដល់និយាយថាមើលទៅគ្រប់គ្នាស្គាល់គ្នាហើយអញ្ចឹងគាត់ក៏នឹងនិយាយរឿងមួយចំនួនប្រាប់ជាមុនសិនក្រុមមនុស្សគឺបានរករកឃើញនៅឋានសួគ៌សបិនអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយដូច្នេះក៏នៅតែមានព្រៀបធំជាងពពួកបិសាចគាត់ក៏បានប្រគល់ឲ្យផែនទីទៅកាន់ពួកគេម្នាក់មួយដើម្បីងាយស្រួលសម្រាប់ពួកគេក្នុងការបំពេញបេសកកម្មរំលឹកប្រាប់ថាពួកគេគឺសុទ្ធតែជាជាងខ្លាំងវ័យក្មេងឲ្យដាច់ខាតមិនឲ្យពពួកបិសាចប្លន់យកនៅវត្ថុទិព្វទៅបាននោះទេពួកថៅក៏បាននិយាយថាគឺពិតជាត្រឹមត្រូវនេះគឺជាផ្ទះរបស់ពួកយើងដែលគឺជាពូជពងមនុស្សពួកយើងមិននឹងអាចឲ្យពួកគេយកព្រៀបបានទៅព្រមទាំងឆ្ងល់ថាហេតុអ្វីបានជាក្រុមបិសាចនៅតែមិនទាន់បង្ហាញខ្លួនទៀតឋានសួគ៌សបិនចិត្តបើកហើយតែពួកគេខ្លាចមែនទេសរុបគ្នានៅហៅឈិនក៏ចាប់អារម្មណ៍ដឹងដែលចំហាយដ៏ខ្លាំងក្លានៅលើអាកាសក៏លេចទៅខាងលើក្រណបាតុភូតមួយនេះគឺបានធ្វើឲ្យទាហានក៏ដូចជាសិស្សទាំងឡាយមានការផិតភ័យអ្វីទាំងនោះផងដែរក៏ជានាគខ្មៅក្បាល3នឹងហៅឈិនក៏ដឹងហើយថាគេគឺជាអ្នកបិ
សាចប្រឆាំងឋានសួគ៌ហើយក៏មិននឹកស្មាននោះទេថាក្រុមបិសាចទាំង10ដែលបានចូលរួមនៅឋានសួគ៌សុបិននេះគឺត្រូវបានអង្គរៈផ្ទាល់ខ្លួននៃអធិរាជអាទិទេពបិសាចនាំមកដោយផ្ទាល់លើទៅកាន់អ្នកកំឡោះបិសាចនេះវិញគ្រាន់តែបានឃើញនៅជើងខ្លាំងទាំង10ដែលពួកមនុស្សបានបញ្ជូនមកហើយរអ៊ូថាគឺពិតជាខ្សោយណាស់អ្នកនេះបង្ហាញខ្លួនហើយស្រែកក្រហមជាហេតុធ្វើគ្រប់គ្នាទប់ខ្លួនស្ទើរតែមិនជាប់ពួកថៃក៏បានស្រែកថាឯងធ្វើពុតស្អីនឹងគិតថាយើងខ្លាចមែនបើសិនជាមានសមត្ថភាពចុះមកវាយគ្នាអ្នកកំឡោះម្នាក់នេះក៏រអ៊ូថាបន្ទាប់ពីចូលទៅក៏នឹងឲ្យពណ៌ឯងខ្លះអ្នកបិសាចសរុបគ្នានោះក៏បានប្រើប្រាស់នៅធម្មពលមកចាត់ការព្រឹទ្ធាចារ្យលីងសៀវឃើញក៏បានប្រាប់ពួកគេថាបានហើយប្រើប្រាស់នៅយុទ្ធសាស្ត្រទៅទប់ទល់អ្នកនោះក៏និយាយថាអូតែនេះគឺជាលោកម្ចាស់លីងសៀវទេតាខានជួបគ្នាយូរហើយនៅរស់ទេព្រឹទ្ធាចារ្យលីងសៀវក៏បានសើចទៅវិញដូចគ្នាហខ្ញុំខំថាស្មានថាគឺជានរណាទៅតាមពិតគឺជាលោកសិស្សហងសៅប្រយ័ត្នអ្វីដែលនិយាយបន្តិចទៅខ្ញុំមិនទាន់បានប្រើផេះលោកដើម្បីដាំផ្កានៅឡើយនោះទេតែហងសៅដែលជាអ្នកនឹងក៏មិនខ្ជិលខ្លាចនោះដែរខណៈពេលដែលព្រឹទ្ធាចារ្យលីងសៀវហោះឡើងទៅខាងលើបញ្ចេញនូវចំហាយធម្មពលរបស់គាត់ខងសៅគេក៏បានស្រែកក្រហមរួចហើយចុះមកខាងក្រោមបង្ហាញនៅរូបរាងកាយដែលគឺជាមនុស្សរបស់គេនឹងដោយដងទៀតថាបើសិនជាលោកអាចប្រយុទ្ធជាមួយនឹងខ្ញុំនោះតើមានប្រយោជន៍អ្វីដើម្បីរក្សានៅសម្ដីទាំងនេះទៅព្រឹទ្ធាចារ្យសៀវនិយាយថាយើងមិនហ៊ាននោះទេខ្លាចវាយឯងបាក់ជើងទៀតគ្រាន់តែលើបែបនេះគេមុំមកមែនតែនថាចង់ស្លាប់ហើយប្រើប្រាស់នៅលបឿននៅលឿនសម្រុកចូលតែព្រឹទ្ធាចារ្យលីងសៀវក៏មិនងាយស្រួលដើម្បីគេចាត់ការនោះដែរក៏ដូច្នេះអ្នកទាំងពីរបានដេញគ្នាចុះឡើងហងសៀវបានស្រែកថាតើចាស់កុំលាក់សមត្ថភាពទៀតអីលោកម្ចាស់លីងសៀវបានប្រើប្រាស់នៅយុទ្ធសាស្ត្ររបស់គាត់ទៅវាយប្រហារហងសៅក៏ព្យាយាមប្រើប្រាស់នៅធម្មពលរបស់គេដើម្បីរងក៏ដូចជាលបឿនលឿនចុះឡើងផងដែរតែសមត្ថភាពរបស់គេក៏មិនល្មមគ្រប់គ្រាន់ទប់ទល់ជាមួយនឹងការវាយប្រហាររបស់ព្រឹទ្ធាចារ្យនោះឡើយទៀតចេញទៅខាងកោបែជាវីរតេះក៏ប៉ុន្តែព្រឹទ្ធាចារ្យលីងស៊ូក៏នៅតែអាចជួយដល់ពួកគេទាន់អង្គរៈពីរនាក់ទៀតក៏បានប្រើប្រាស់នៅយុទ្ធសាស្ត្រដើម្បីជួយជាហេតុធ្វើមេតបស៊ូគឺពិតជាមិននឹកស្មានទៅដល់សោះថាសម្បីតែអង្គរៈក៏មាននៅកម្រិតយុទ្ធសាស្ត្រទី8ដែរព្រឹទ្ធាចារ្យលីងសៀវទប់ទល់បណ្ដាក៏បាននិយាយទៅកាន់មេតបហងនៅបណ្ដាថាគឺពិតជាឆ្លើយខ្លាំងណាស់ដែលហ៊ានប្រឆាំងជាមួយនឹងបញ្ជារបស់អធិរាជអាទិទេពបិសាចផងហងសៅនៅតែមិនខ្ជិលខ្វល់ប្រាប់ថាបន្ទាប់ពីខ្ញុំចាត់ការលោកហើយក៏នឹងឲ្យក្មេងៗតូចតាចទាំងនេះដកដង្ហើមក៏ដូចជាបញ្ជូនពួកគេទៅកាន់ទឹកដីនៃសុបិនដោយសុវត្ថិភាពស្របគ្នាយើងក៏បានឃើញនៅទូកមួយដែលបានមកដល់ព្រឹទ្ធាចារ្យក៏ប្រញាប់ដកថយជាហេតុធ្វើឲ្យហងសៅគេសួរថាខ្លាចហើយមែនទេមើលទៅខ្លាំងបានតែមកនោះទេតែសរុបគ្នាម្នាក់ក៏ចាប់អារម្មណ៍ទៅកាន់ព្រឹទ្ធាចារ្យដែលបានជិះទូកមកណាលោកម្ចាស់លីងសៀវក៏បានបោយដៃទៅថាអាឡូយបើសិនជាឯងខ្លាំងនៅទីនោះហើយវៃកុំដើរមកគេគឺពិតជាមិនយល់នោះទេសួរទៅកាន់លីងសៀវថាតើមានន័យយ៉ាងម៉េចភ្លាមនោះក៏ស្រាប់តែព្រឹទ្ធាចារ្យដែលជិះទូកមកប្រើប្រាស់តែខ្សែសន្ទូចរបស់គាត់សោះក៏បានស្ទូចនៅពួកគេត្រឡប់ទៅលិនពីពេញនឹងហើយឈិនឃើញបែបនេះគឺពិតជាភ្ញាក់ផ្អើលមែនទែនពីព្រោះថាពួកគេមាននៅកម្រិតទី8ឯណោះព្រឹទ្ធាចារ្យម្នាក់នេះមិនដឹងតែប្រាស់នុយផងក៏ស្ទូចពួកគេបានទៅហើយហងសៀវឃើញចឹងមូម៉ាក្តៅកាហាយមែនទែនឲ្យលីងសៀវប្រគល់មនុស្សឲ្យមកគេវិញភ្លាមមកព្រឹទ្ធាចារ្យប្រាប់ថាណែមិនជាកំហុសរបស់យើងនោះទេនៅពេលដែលឋានសួគ៌សុបិននេះបានបើកឡើងគឺមានតែជើងខ្លាំងដែលកម្រិត7ចុះក្រោមតែប៉ុណ្ណោះទើបអាចស្ថិតនៅជិតបឹងនេះបាននៅខាងក្រោមបិសាចទាំងពីរកំពុងតែប្រឈមមុខជាមួយនឹងត្រីជាច្រើនលោកម្ចាស់លីងសៀវឌឺដងទៀតថាបើសិនជាឯងមិនជឿនោះទេចុះទៅមើលដោយខ្លួនឯងទៅហើយកំហឹងមួយនេះហងសៀវគឺមានតែលាក់ទុកក្នុងចិត្តនោះទេពីព្រោះថាមើលទៅកាន់តាចាំម្នាក់នេះហាក់បីដូចជាមិនមែនជាមនុស្សនោះឡើយធម្មពលរបស់គាត់គឺពិតជាខ្លាំងតែគាត់គឺជាអ្នកណាទៅព្រឹទ្ធាចារ្យស្របគ្នាបានប្រើប្រាស់នៅធម្មពលរបស់គាត់បញ្ចេញនៅថាសជាច្រើនឲ្យអណ្ដែតឡើងមកខាងលើប្រាប់ថាមនុស្ស20នាក់ដែលត្រូវចូលក្នុងឋានសួគ៌នៃសុបិនលើកនេះឲ្យប្រញាប់ចូលមកហងសឹងក៏បានងក់ក្បាលឲ្យពួកបិសាចគ្នាគេនឹងចូលក៏ដូចជាឲ្យចងចាំនៅបេសកកម្មមួយនេះស្របពេលដែលម្នាក់សម្រុកចូលទៅម្នាក់នេះក៏បះជិះញញឹមដាក់ទៅកាន់ព្រឹទ្ធាចារ្យទៅវិញព្រឹទ្ធាចារ្យលីងសៀវក៏បាននិយាយទៅកាន់ក្មេងៗរបស់គាត់ដូចគ្នាសង្ឃឹមថាពួកគេទទួលបានផលក៏ប៉ុន្តែគឺត្រូវតែប្រយ័ត្នខ្លួនបន្ទាប់ពីអរគុណរួចហើយគ្រប់គ្នាក៏បានលោតចូលទៅឋាននេះក៏ចាប់ផ្ដើមបញ្ចេញនៅពន្លឺស្របគ្នានោះផងដែរឡងហៅឈិនក៏ចាប់អារម្មណ៍ទៅនឹង UR ដែលបានញញឹមដាក់គាត់ហើយក៏មិនចាំបាច់សង្ស័យនោះដែរព្រោះថានាងគឺជាបិសាចប្រច័ណ្ឌព្រមទាំងសម័យនឹកឃើញពាក្យដែលនាងនិយាយថាបើសិនជាជួបគ្នាម្ដងទៀតនៅឋានសួគ៌នៃសុបិននេះគឺច្បាស់ជាមាននៅអំណោយដ៏ធំមួយជូនហើយឈិនបច្ចុប្បន្ននេះនឹកមិនឃើញថាតើយូយាយចង់លេងល្បិចអ្វីនោះទេហើយដំណើរលើកនេះគឺចាំបាច់ត្រូវតែប្រុងប្រយ័ត្នព្រឹទ្ធាចារ្យក៏បានប្រាប់ទៅកាន់ពួកគេហើយថាឋានសួគ៌នៃសុបិនគឺជាប្រាសាទដែលបានបន្សល់ទុកពីអាទិទេពនៃធម្មជាតិនៅក្នុងចំណោមពួកគេនីតិខៈរដូវគឺជាឆ្អឹងគិមហៈរដូវគឺពិតជាវែងឆ្ងាយសារតៈរដូវប្រមូលផលហើយនិងសិសិរៈរដូវគឺជាឃ្លាំងឱសថរដូវទាំង4គឺជាតំណាងនៃយប់និងថ្ងៃរស់នៅជាមួយគ្នាគ្រប់គ្នាគោរពច្បាប់នៃអាទិទេពធម្មជាតិកំឡុងសតវត្សដ៏វែងឆ្ងាយពេលនេះក៏បានមកដល់ហើយខ្ញុំទទួលបញ្ជាដើម្បីរងចាំនៅគ្រប់គ្នាបើកឋានសួគ៌នៃសុបិនស្រែករួចហើយព្រឹទ្ធាចារ្យក៏បានហោះឡើងទៅខាងលើនៅជុំវិញទីនេះគឺពោពេញទៅដោយចំហាយនៃធម្មពលទៀតគាត់ក៏បានផ្ដាច់ផ្ដាំនៅក្នុងរយៈពេល3ថ្ងៃពួកគេអាចដើរហើរដោយសេរីនៅក្នុងឋានសួគ៌សុបិនហើយអាចទទួលបាននៅចង្គៀងទិព្វវិញ្ញាណឬក៏អត់គឺវាអាស្រ័យទៅលើឱកាសហើយឲ្យពួកគេធ្វើចិត្តឲ្យស្ងប់គាត់ក៏បានស្រែកថាចាប់ផ្ដើមជាហេតុធ្វើឲ្យចំហាយធម្មពលក៏ហាក់បីដូចជាកំពុងតែចេញពីក្នុងខ្លួនរបស់គ្រប់គ្នាតែម្ដងរួចម្នាក់ក៏បានរលាយផុតទៅចេញពីទីនេះព្រឹទ្ធាចារ្យបានប្រាប់បន្តទៀតថានេះគឺជាខ្សែវិន័យរបស់ឋានសួគ៌នៃសុបិនដើម្បីធ្វើការបញ្ជាក់ថាតើមនុស្សដែលចូលនេះគឺពិតជាក្រោមកម្រិតទី7មែនដែរឬទេបន្ទាប់ពីឆ្លងកាត់នៅការពិនិត្យរួចរាល់គ្រប់គ្នាក៏នឹងត្រូវបាន teleport ទៅកាន់កន្លែងផ្សេងៗគ្នានៅក្នុងឋានសួគ៌នៃសុបិននេះស្របពេលដែលម្នាក់កំពុងតែវិលក្បង់នៅក្នុងហ្នឹងព្រឹទ្ធាចារ្យបានប្រាប់ទៀតថាបើសិនជាអ្នកណាម្នាក់ដែលធ្លាក់នៅក្នុងការសាកល្បងក៏នឹងត្រូវបានបណ្ដេញចេញព្រមទាំងមិនអាចចូលក្នុងឋានសួគ៌នៃសុបិនជារៀងរហូតបន្តមកទៀតយើងក៏បានឃើញថានៅទីបំផុត
រិទ្ធិយនៃអន្តរិយបិសាចក៏បានមកដល់ហើយបើទោះបីជា teleport ទៅកន្លែងផ្សេងគ្នាមែនក៏ប៉ុន្តែអង្គរៈចំណិតគ្រាន់តែស្រែកវិវាសក៏ស្រាប់តែគេប្រើប្រាស់នៅល្បឿនដ៏លឿនមកដល់អបិនឹងបាត់ផ្នែកនោះទេក៏ប៉ុន្តែទៅណាទៅណីច្បាស់មែនទែនប្រាប់ទៅកាន់រិទ្ធិយថាគ្រប់យ៉ាងគឺត្រូវបានធ្វើរួចរាល់រងចាំតែគ្រប់គ្នាតែប៉ុណ្ណោះតែរិទ្ធិយក៏ប្រាប់ថាឲ្យពួកគេលេងឲ្យសប្បាយទៅសាច់រឿងពេលនេះក៏កាន់មកដល់ឆៃអាដែលបាន teleport មកដល់កន្លែងមួយផ្សេងទៀតដែលឡែកកលេចមកកាន់ឡងហើយឈើរបស់យើងក៏ពិតជាងើងឆ្ងល់មែនទែនថាហេតុអ្វីបានជាគ្រប់គ្នាជាប់ទៅអស់ហើយតែបែរជានៅខ្ញុំម្នាក់វិលវល់ជុំវិញទីនេះអ្វីដែលរត់ទៅឆ្ងល់គឺថាខ្សែនៃវិន័យមិនព្រមធ្វើតែសាក់លបងគាត់ទៅសោះស្របគ្នាក៏ស្រាប់តែបន្តបទភ្លេង Eternal ចាប់ផ្ដើមបញ្ចេញនៅពន្លឺឡើងបង្កនៅបាតុភូតផ្ទុះដ៏ខ្លាំងក្លាសម្បីតែអ្នកដែលនៅខាងក្រៅក៏បានឃើញផងដែរប្រតិជាក៏បានដឹងថាក្បួនបញ្ជូនគឺត្រូវបានបំផ្លាញដោយច្បាប់ដ៏ខ្ពង់ខ្ពស់ជាងនេះកាលបើដូច្នេះគាត់ក៏បានបើកនៅកែវភ្នែកទិព្វរបស់គាត់មើលដឹងថាគឺជាក្មេងប្រុសម្នាក់ហ្នឹងវត្តមានរបស់គេគឺពិតជាស្តៀងគ្នាទៅនឹងច្បាប់នៃអតីតធម្មជាតិខ្លាំងណាស់មិនចាំបាច់សង្ស័យនោះទេហេតុអ្វីបានជាខ្សែវិន័យមិនព្រមសាក់លបងគេទៅសោះប្រតិជាក៏គិតទៀតហើយថាប្រម៉ាយធម្មជាតិតើគឺជាគេមែនទេដែលប្រម៉ាយឲ្យពួកយើងរងចាំនោះស្របគ្នាសាច់រឿងក៏បង្ហាញឲ្យឃើញនៅរូបរាងរបស់ប្រម៉ាយធម្មជាតិហ្នឹងគឺពិតជាសម្រស់ដ៏ស្រស់ស្អាតព្រមទាំងមានអំណាចខ្លាំងក្លាស្របគ្នាប្រតិជាបានប្រែទៅជាសត្វមួយក៏ដូចជាហើរបាត់ចេញពីទីនេះដោយឡែកអ្នកខ្លះហៅឈិនក៏ស្រាប់តែត្រូវបាន teleport មកដល់ទីតាំងមួយមកដល់ភ្លាមក៏ស្រាប់តែមានធម្មពលជាច្រើនបានចូលមកក្នុងខ្លួនទៅហើយគាត់ងើយឆ្ងល់ខ្លាំងមែនទែនថាតើមានរឿងអ្វីកើតឡើងហើយសាច់រឿងក៏ស្រាប់តែស្លេះទៅត្រឹមនេះឯងចឹងហើយបើសិនជាអ្នកក៏និយមចង់ដឹងថាភាពបន្ទាប់នឹងមានរឿងអ្វីកើតឡើងកុំភ្លេចរងចាំតាមដានទស្សនាជាមួយនឹង admin ទាំងអស់គ្នាជាថ្មីម្ដងទៀតអរគុណដែលតែងតែគាំទ្រអធិស្ឋានសម្រាប់កំហុសខុសឆ្គងខណៈពេលនេះផងដែរ admin បាយ